បងប្អូនថ្ងៃនេះគឺខ្ញុំឃើញជាមួយនឹងបងឬក៏បងប្អូនដែលជាពលករដែលគាត់បានកំពុងតែអង្គុយរង់ចាំបាទជាមួយនឹងការឡើងបាទយន្តហោះបាទដែលគាត់ត្រូវទៅចល័តស្រុកបាទទៅធ្វើការនៅក្នុងបាទទឹកដីនៃប្រទេសកូរ៉េបាទអញ្ចឹងឃើញថាសម្រាប់ថ្ងៃនេះផងដែរគឺឃើញថាបងប្អូនដែលមានឈ្មោះជាប់ឈ្មោះបានឡើងទៅប្រទេសកូរ៉េគឺច្រើនបាទរៀងច្រើនគួរសមដែរអញ្ចឹងក្នុងនាមខ្ញុំឃើញក៏មានភាពសប្បាយចិត្តមួយយ៉ាងព្រោះក៏សូមជូនពរទៅដល់បងដែលជាពលករទាំងអស់ដែលគាត់ចល័តស្រុកបាទទៅធ្វើការនៅប្រទេសកូរ៉េក៏សូមជូនពរឲ្យសំណាងល្អសុខភាពល្អបាទដោយសារតែបញ្ហាគ្រួសារទើបគាត់ទៅឃ្លាតពេលដែលខ្ញុំគិតទៅដោយសារតែបញ្ហាគ្រួសារដោយសារតែជីវភាពដែលធ្វើឲ្យគាត់បាត់ឃ្លាតឆ្ងាយពីក្រុមគ្រួសារពុកម៉ែបងប្អូនប្រពន្ធកូនបាទដើម្បីបាទទៅប្រកបជាមួយនឹងបាទអាជីវមុខរបរថ្មីនៅក្នុងប្រទេសកូរ៉េជាមួយនឹងធ្វើជាកម្មករនៅប្រទេសកូរ៉េចង់មានតែជូនពរសូមឲ្យសំណាងល្អទាំងអស់គ្នាផងដែរ